បើសិនជាខ្ញុំប្រាប់បងប្អូនថាបើចង់សម្រក់គីឡូមិនបាច់ផ្លាស់ប្ដូររបបអាហារទេប៉ុន្តែផ្លាស់ប្ដូរម៉ោងញ៉ាំវិញបងប្អូនអាចស្រក់គីឡូបានជោគជ័យហើយលឿនទៀតបងប្អូនជឿខ្ញុំអត់អញ្ចឹងវីដេអូថ្ងៃនេះខ្ញុំនឹងប្រាប់បងប្អូនថាតើអ្វីទៅជា intermittent fasting ហើយវាមានប្រយោជន៍អីគេសម្រាប់សុខភាពរបស់យើងអញ្ចឹងបងប្អូនយើងភាគច្រើនគិតថា intermittent fasting ហ្នឹងគឺជាការផ្លាស់ប្ដូររបបអាហារប៉ុន្តែជាក់ស្ដែងវាមិនមែនអញ្ចឹងទេបងប្អូន intermittent fasting វាគឺជាការកំណត់ម៉ោងញ៉ាំឲ្យបានត្រឹមត្រូវមានម៉ោងត្រូវញ៉ាំមានម៉ោងមិនត្រូវញ៉ាំដោយសារតែមនុស្សយើងឥឡូវញ៉ាំអត់ដឹងម៉ោងអត់ដឹងពេលវេលាអញ្ចឹងហើយបានជាធ្វើឲ្យមនុស្សជាច្រើនគាត់លើសគីឡូអញ្ចឹងគាត់ញ៉ាំបន្តរហូតពី2ម៉ោងញ៉ាំម្ដងពី2ម៉ោងញ៉ាំម្ដងឬក៏5 6ម៉ោងញ៉ាំម្ដងលើសពីការលើសគីឡូនឹងទៀតវាធ្វើឲ្យគាត់លើសអីផ្សេងលើសស្ករឲ្យទឹកនោមផ្អែមលើសខ្លាញ់ឲ្យលើសសម្ពាធឈាមជំងឺបេះដូងជំងឺសរសៃឈាមបេះដូងគឺលើសសពគ្រប់តែម្ដងបងប្អូនអញ្ចឹងបើសិនជាបងប្អូនកំណត់ពេលវេលានៃការញ៉ាំឲ្យបានត្រឹមត្រូវឧទាហរណ៍ថា16:8មានន័យថាយើងតមអាហារមិនញ៉ាំអីសោះ16ម៉ោងហើយយើងយកអាហារដែលយើងញ៉ាំព្រឹកល្ងាចថ្ងៃហ្នឹងណាយកមកញ៉ាំរួមគ្នា8ម៉ោងអញ្ចឹងឧទាហរណ៍ថាបងប្អូនចាប់ផ្ដើមញ៉ាំម៉ោង12យើងបញ្ចប់ការញ៉ាំរបស់យើងគឺម៉ោង8យប់ហើយអាកំឡុងពេល16ម៉ោងដែលយើងអត់ញ៉ាំអីហ្នឹងណាបងប្អូនអាចផឹកជាកាហ្វេផឹកជាទឹកឬក៏ជាឬក៏ជាអាហារផ្សេងដែលមានកាឡូរីក្រោម50កាឡូរីដើម្បីកុំឲ្យ break fast មានន័យថាយើងបំបែកការ fasting ហ្នឹងហើយយើងអត់បានបន្តវាទៀតទេអញ្ចឹងកំឡុងពេល16ម៉ោងដែលយើងអត់ញ៉ាំអាហារហ្នឹងណាតើវាមានរឿងអីគេកើតឡើងនៅក្នុងខ្លួនរបស់យើងតើវាស្ករវាចុះខ្លាំងយើងត្រូវសន្លប់យើងត្រូវដួលឬក៏ត្រូវគ្រោះថ្នាក់សុខភាពអីផ្សេងចូលទៅសង្គ្រោះមិនទាន់ឬក៏មិនចម្លើយគឺថាអត់ទេបងប្អូនកុំតន់អភ័យអញ្ចឹងពេលណាដែលបងប្អូនមិនញ៉ាំអាហារ16ម៉ោងហ្នឹងណាខ្លួនប្រាណរបស់យើងគឺឆ្លាតណាស់វាយកស្ករដែលថ្លើមរបស់យើងហ្នឹងរក្សាទុកបំរុងពេលដែលយើងខ្វះអាហារហ្នឹងណាយកមកប្រើមកវិញអញ្ចឹងជំហានទី1គឺយើងយកស្ករដែលលើសយកទៅប្រើធ្វើឲ្យស្កររបស់យើងចុះទី2ពេលណាដែលស្ករថ្លើមនោះយកទៅប្រើអស់ឬក៏ដល់ចំនួនមួយដែលវាយកលេងកើតតើមានរឿងកើតឡើងទៀតខ្លួនប្រាណយើងរត់ទៅយកខ្លាញ់ម្ដងអញ្ចឹងអាខ្លាញ់ដើមដៃអាខ្លាញ់ក្បាលពូខ្លាញ់កផ្លូវរបស់យើងហ្នឹងណាវានឹងចាប់ផ្ដើមស្រកដោយសារអីវាត្រូវបានយកមកធ្វើជាធម្មពលប្រើប្រាស់កំឡុងពេល16ម៉ោងនឹងវិញអញ្ចឹងជាលទ្ធផលមិនទៅបងប្អូនស្រកគីឡូស្រកខ្លាញ់ណាកាត់បន្ថយក្បាលពូរបស់យើងកាត់បន្ថយខ្លាញ់នៅដើមដៃរបស់យើងជាពិសេសអ្នកដែលមាន hemoglobin A1C ពុះគឺវាអាចធ្លាក់មកវិញដោយសារអីអាំងស៊ូលីនវាចាប់ផ្ដើមដើរធម្មតាមកវិញរាងកាយរបស់យើងចាប់ផ្ដើមទទួលយកអាំងស៊ូលីនវាអត់ resistant មានន័យថាវាអត់ស៊ាំទៀតណាអញ្ចឹងបងប្អូនកាត់បន្ថយហានិភ័យជំងឺទឹកនោមផ្អែមអាហ្នឹងគឺជាចំណុចចាប់ផ្ដើមនៃបងប្អូនអ្វីដែលកាន់តែពិសេសទៀតណាពេលដែលរាងកាយរបស់យើងយកខ្លាញ់យកទៅប្រើអស់ឬក៏ប្រើចំនួនណាមួយដែលធ្វើឲ្យយើងស្រកដល់កម្រិតល្អវាកាត់បន្ថយជំងឺលើសសម្ពាធឈាមវាកាត់បន្ថយជំងឺបេះដូងវាកាត់បន្ថយជំងឺសរសៃឈាមបេះដូងទៅដល់បងប្អូនថែមទៀតអញ្ចឹងវាល្អមែនទែននៅពេលណាដែលយើងកំណត់ម៉ោងញ៉ាំឲ្យបានត្រឹមត្រូវវាធ្វើឲ្យរាងកាយរបស់យើងត្រឡប់ទៅរកភាពល្អវិញបងប្អូនមួយចំនួនគាត់សុខចិត្តទទួលយកជំងឺលើសសម្ពាធឈាមសុខចិត្តទទួលយកជំងឺទឹកនោមផ្អែមក៏អត់ព្រមរកវិធីណាការពារបងប្អូនអញ្ចឹងខ្ញុំអត់ចង់ឲ្យបងប្អូនគិតបែបហ្នឹងទេយើងមានវិធីការពារកុំឲ្យរាងកាយរបស់យើងវិវត្តទៅរកជំងឺទាំងអស់ហ្នឹងព្រោះអីលេបថ្នាំជារៀងរាល់ថ្ងៃមិនមែនជារឿងស្រួលលេបថ្នាំជារៀងរាល់ថ្ងៃវានឹងមានផលវិបាកមកឲ្យយើងឲ្យថ្លើមឲ្យដង្រោះនោមវិញមិនអត់អញ្ចឹងបន្ទាប់ពីមើលវីដេអូនេះទៅបងប្អូនអាចព្យាយាមធ្វើ intermittent fasting ដោយខ្លួនឯងនៅផ្ទះបើបងប្អូនមិនអាចចាប់ផ្ដើមពីអត់ញ៉ាំអាហារ16ម៉ោងទេយើងចាប់ផ្ដើមពី10ម៉ោងសិនទៅមកឡើង11 12 13 14 15 16ទៅពីព្រោះអីអ្នកដែលធ្វើ intermittent fasting ដំបូងគឺដូចបងប្អូនអញ្ចឹងមិនអាចធ្វើរយៈពេលវែងភ្លាមបានទេវាត្រូវការពេលមួយចំនួនដើម្បីឲ្យរាងកាយរបស់យើងនឹងសម្របទៅតាមអ្វីដែលយើងចង់ធ្វើដូចជាស្ដាយខ្ញុំខ្លួនឯងខ្ញុំធ្វើ16 8ហ្នឹងខ្ញុំចាយពេលរហូតដល់7កន្លះឆ្នាំទម្រាំតែរាងកាយរបស់ខ្ញុំនោះស៊ាំណាអញ្ចឹងវាយូរមែនទែនប៉ុន្តែអានេះវាជារាងកាយរបស់ខ្ញុំសម្រាប់រាងកាយបងប្អូនអាចនឹងលឿនជាងហ្នឹងអាចនឹងស្រកជាងហ្នឹងហើយអាចល្អជាងហ្នឹងប៉ុន្តែបងប្អូនខ្ញុំចង់ប្រាប់មួយសម្រាប់ស្ត្រីមានផ្ទៃពោះស្ត្រីបំបើដោះកូនកុមារតូចឬក៏ក្មេងៗដែលកំពុងតែលូតលាស់កុំតន់ណាធ្វើ fasting ឲ្យពួកគាត់ញ៉ាំអាហារដែលមានសារធាតុចិញ្ចឹមឲ្យបានគ្រប់គ្រាន់សិនពីព្រោះអីរាងកាយរបស់គាត់ត្រូវការលូតលាស់ស្ត្រីមានផ្ទៃពោះគឺគាត់មនុស្ស2នាក់គាត់អាច fasting បានទេ fasting សម្រាប់គាត់ប៉ុន្តែកូនគឺត្រូវការញ៉ាំអញ្ចឹងកុំធ្វើការ fasting អីអត់ល្អទេណាអូខេអញ្ចឹងវីដេអូថ្ងៃហ្នឹងមានតែប៉ុណ្្នឹងឯងខ្ញុំសរុបមកវិញ intermittent fasting មិនមែនជាការផ្លាស់ប្ដូររបបអាហារទេវាជាការផ្លាស់ប្ដូរម៉ោងញ៉ាំឲ្យបានត្រឹមត្រូវដើម្បីឲ្យរាងកាយរបស់យើងនឹងមានពេលសម្រាប់កុំគិតតែរំលាយអាហារខ្លាំងពេកការកំណត់ពេលវេលាញ៉ាំបានត្រឹមត្រូវវាធ្វើឲ្យស្កររបស់យើងល្អទៅវិញឲ្យខ្លាញ់ក្នុងខ្លួនរបស់យើងល្អទៅវិញកាត់បន្ថយជំងឺមិនឆ្លងមួយចំនួនហើយបើសិនជាបងប្អូនចង់ធ្វើ intermittent fasting ចាប់ផ្ដើមពីតិចម៉ោងទៅមុនតាមតែអាចធ្វើទៅបានហើយចាត់ដំឡើងម្ដងតិចពីមួយថ្ងៃទៅមួយថ្ងៃវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងឯងអរគុណសម្រាប់ការទស្សនាសម្រាប់ពេលនេះខ្ញុំបាទដុកទ័ររិទ្ធនឹងជួបបងប្អូននៅវីដេអូក្រោយទៀត